ពីព្រោះគ្រប់ប្រលឹងទាំងឡាយដែលស្លាប់មុនអាយុគ្រប់ប្រលឹងនោះប្រលឹងពួកគាត់ពិបាកខ្លាំងណាស់មិនមែនស្រួលដូចនៅកាលពីនៅមនុស្សលោកទេណាខ្ញុំត្រូវយល់ទាំងអស់គ្នាអញ្ចឹងហើយមនុស្សខ្លះគាត់អត់ដឹងទេគាត់គិតថាគ្រប់មនុស្សលោកដែលស្លាប់ទៅហើយផុតទុក្ខអត់ទេណាកូនអត់មាននឹងផុតទុក្ខពិបាកកម្មពីជាងនៅមនុស្សលោកទៅទៀតមិនមែនស្រួលទេផុតទុក្ខទៅបានទោះត្រាតែបុគ្គលនោះដើរដល់សច្ចធម៌ធម្មជាតិកំណត់អាយុ100ណាឲ្យតែយើងធ្វើដំណើរតាមធម្មជាតិបានត្រឹមត្រូវគឺយើងរួចសពហើយអញ្ចឹងសង្ឃឹមថាកូនតែស្មៃយល់ណាកូនកុំឲ្យកូនគិតថាហ៊ានបញ្ជូនកសលឲ្យបញ្ជូនទៅអស់អាលេងពីខ្លួនខំសំសឹងអីមែនទេព្រោះចាស់ប្រលឹងនេះសំខាន់ណាស់យើងជួយគេឲ្យរួចផុតពីអបាយភូមិទាំង4ដែលគ្រប់គ្រងដោយស្រេចបីសាច់ទាំងពេលពីឋានកណ្ដាលនេះបានមិនធម្មតាទេយើងជាមនុស្សដែលមានសិលបរិសុទ្ធហើយដែលអាចបញ្ជូននូវកសលបញ្ជូននូវសិលអាចឲ្យពពួកនោះរួចផុតពីអរិញណែអបាយភូមិបានមិនធម្មតាទេណាកូនឥឡូវសូមមើលចំនួនទៀតស្តែនស្វ័យសង្គមលោកឪខ្ញុំចង់រឿងមួយសួរហេតុអីខ្ញុំចេះតែគិតច្រើនវល់មិនឈប់អញ្ចឹងលោកឪចូលចម្រើនកូនភាពរវើរវាយវល់ដែលកើតមាននៅក្នុងអារម្មណ៍របស់កូនគឺជាការជំរុញដោយប្រលឹងចិត្តទឹកទាំងឡាយដែលបានទៅគ្រប់គ្រងនៅក្នុងធម្មជាតិទាំង5នៅក្នុងនគរកាយរបស់កូននោះឯងឃើញទេដោយលោកឪប្រាប់ថាដើម្បីឲ្យសភាវៈធម្មជាតិដួងចិត្តរបស់យើងកុំឲ្យមានការរវល់រឿងច្រើនដែលត្រូវបង្កប់ការនោះសំខាន់បំផុតកូនត្រូវសិក្សាធ្វើយ៉ាងណាឲ្យធម្មជាតិទាំង5ដែលនៅក្រោមបញ្ជារបស់ដួងចិត្តនោះពោពេញទៅដោយធម្មជាតិដែលមានសិលគ្រប់ធម្មជាតិព្យាយាមស្រាយចំណង5ប្រការដែលចងរូបរឹតដោយចិត្តសឹកដោយនិវរណៈទាំង5ទៅគ្រប់គ្រងជាគ្រឿងរារាំងនោះឃើញទេសូមអធិស្ឋានកូននៅទូរស័ព្ទវាសេវាវាអត់ដើរមិញអញ្ចឹងវាដាច់អញ្ចឹងកាលណាធម្មជាតិទាំង5របស់យើងវាមានសិលគ្រប់ធម្មជាតិវិញសភាវៈធម្មជាតិដួងចិត្តមិនរវល់ក្នុងការបញ្ជាអីទេឃើញទេអញ្ចឹងពីពេលនេះតទៅកូនត្រូវប្រយ័ត្នធម្មជាតិទាំង5ក្នុងខ្លួនឯងគឺសំខាន់ណាស់នៅពេលណាដែលធម្មជាតិទាំង5ពោពេញទៅដោយចិត្តសឹកតែចងរូបរឹតជាចំណង5ប្រការចងរូបរឹតជាគ្រឿងរារាំងមិនឲ្យយើងទទួលបាននូវកសលធម៌សំកសលបានទេសភាវៈដួងចិត្តគឺរវល់រហូតគិតច្រើនរវើរវាយហើយការគិតនេះវាផ្ដើមចេញពីចំណាចេញពីមិនមែនចេញពីដួងចិត្តនោះទេមិនមែនចេញពីចិត្តនោះទេគឺចេញពីធម្មជាតិបញ្ញាទាំងអស់ជាអ្នកគិតពីព្រោះតួបញ្ញានឹងឯងជាតួគិតនោះមិនមែនចិត្តជាតួគិតទេយើងត្រូវស្គាល់ធម្មជាតិទាំងអស់នោះឲ្យច្បាស់រដ្ឋសវណ្ណផលចៅយកដល់ឃើញទឹកភ្លៀងធ្លាក់ដល់ដីប្រែជាកកចឹងអើយចពាន់ឡូឡាចពាន់ណែតារាលោកតាចៅមានសំណួរមួយបើជំនាញផ្ទះចៅមន់ឡើងតកាយធ្លាក់តែចៅលើកដាក់រៀបវិញតើកើតទេលោកតាហើយបើត្រាស់តើត្រូវដាក់សំណែន
មែនទេជំនាញផ្ទះកូនទាំងឡាយត្រូវស្គាល់ពាក្យជំនាញផ្ទះច្បាស់ជំនាញផ្ទះគឺជាទេវតាស្រីវាអត់មានជំនាញផ្ទះណាប្រុសទេណាសូមចងចាំទាំងអស់គ្នាជំនាញវាជំដោយនាងជំដោយទេវតាស្រីគ្មានជំនាញផ្ទះណាប្រុសទេក្នុងផ្ទះរបស់មនុស្សគ្រប់គ្នាវាអត់មានមនុស្សប្រុសណាទៅរៀបចំផ្ទះចិញ្ចឹមដោយមនុស្សស្រីទេណាអញ្ចឹងយើងក៏ត្រូវស្គាល់ឲ្យច្បាស់អំពីទេវតាជំនាញផ្ទះមានអានុភាពប៉ុណ្ណាមានតួនាទីថែរក្សាក្នុងផ្ទះយ៉ាងម៉េចខ្លះចំណុចទាំងអស់នេះលោកតាបានធ្វើការបកស្រាយទៅតាមទេវកថាកន្លងមកជាច្រើនទេវកថាមកហើយពាក់ព័ន្ធនឹងទេវតាជំនាញផ្ទះទេវតាជំនាញផ្ទះហ្នឹងគ្មានទេវតាជំនាញផ្ទះណាប្រុសទេគឺមានតែទេវតាជំនាញផ្ទះស្រីតែប៉ុណ្ណោះមកយល់ច្បាស់ទេហើយគេរៀបចំទំនៀមផ្ទះណាទេវតាជំនាញផ្ទះគឺគេដាក់នៅចំពីទិសកើតបែរមកលិចហ្នឹងហើយទំនៀមផ្ទះកូនទាំងអស់គ្នាកុំឲ្យច្រឡំហើយគេរើសពេលវេលាយាមរវាងឆ្នាំម្ចាស់ផ្ទះប្តីប្រពន្ធនោះរកមើលថ្ងៃណាដែលជាថ្ងៃសទ្ធិសេរីស្ទូលស្ដីលៀបជ័យរបស់អ្នកទាំងពីរនោះរួមទាំងយាមពលាដែលត្រូវអញ្ជើញទេវតាស្រីហ្នឹងដែលមានតួនាទីចុះមកអភិរក្សថែរក្សាមនុស្សក្នុងផ្ទះហ្នឹងដើម្បីឲ្យលោកយាងមកប្រទានពរជ័យឆោតជារកការពាររាប់ប្រលឹងអមនុស្សទាំងឡាយណាដែលមានបំណងយាយីចូលទៅបន្លំក្នុងផ្ទះនោះធ្វើឲ្យក្នុងផ្ទះនោះកើតជារឿងច្បុកច្បល់ឃើញទេណាជំនាញផ្ទះគឺមានសារៈសំខាន់ខ្លាំងណាស់ប៉ុន្តែអ្នកទេសនាមួយចំនួនបែរជាចង់បបិទនៅអត្ថភាពហ្នឹងមិនឲ្យមនុស្សគោរពអាហ្នឹងមិនត្រូវទេប៉ុន្តែការគោរពទាំងឡាយលោកអើក៏សូមចែករំលែកទៅកូនទាំងអស់គ្នាដែលមានជំនឿគោរពទៅលើទេវតាជំនាញផ្ទះនេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតបើមិនដូច្នោះទេនឹងត្រូវមានសភាវៈមិនល្អដែលឈរដោយចិត្តទឹកហ្នឹងណាវានឹងអាចទៅបន្លំទុំធ្វើបំលែងខ្លួនធ្វើជាទេវតាជំនាញផ្ទះបានដោយងាយឃើញទេកាលណាយើងមិនដឹងអាហ្នឹងវាចូលទៅគ្រប់គ្រងហើយថ្មីក្បត់ថាយើងបានរៀបចំត្រឹមត្រូវទៅតាមក្បួនបុរាណដាក់ពីទិសកើតបែបបន្លិចក៏ដោយតែយើងមិនបានដឹងអំពីពិធីគោរពបូជានៃពពួកទេវតាជំនាញផ្ទះទេយើងចេះតែគោរពព្រាវយកធូបយកអីទៅដុតដាក់សែនតាំងពីនំចំណីកាហ្វេគ្រឿងចង្អាបអីនៅមុខជំនាញផ្ទះនោះកន្លែងនោះមិនត្រូវមានទេវតាណាជំនាញផ្ទះណាចុះទៅថែរក្សាទេគឺជំនួសដោយប្រលឹងព្រាយនឹងដីសាយខ្មោចទាំងឡាយប្រឡំតកុំនៅទីនោះដដែលនោះឯងមកយល់ទេណាហើយដូច្នេះកូនទាំងឡាយមុនពេលគោរពហ្នឹងក៏ត្រូវឲ្យច្បាស់លាស់បើយើងមិនមានជំនឿគោរពទៅលើជំនាញផ្ទះទេយើងអត់គោរពទេលុះត្រាតែយើងច្បាស់លាស់ខ្លួនឯងពីព្រោះសភាវៈអត្តកម្បាំងដែលឈរកាន់ដោយចិត្តទឹកនេះវានៅក្បែរខ្លួនយើងជានិច្ចវាអាចបន្លំខ្លួនទុំតាមនគរកាយយើងចូលក្នុងផ្ទះយើងបានគ្រប់ពេលឃើញទេកូនទាំងឡាយបានមើលរឿងបារមីជំនាញផ្ទះទេដែលចាស់បុរាណកាលបានសម្ដែងឲ្យមើលនោះមិនថារយអរអ្នកតាបិសាចពលឹងខ្មោចព្រាយទាំងឡាយណាដែលចង់ចូលមកក្នុងផ្ទះនេះត្រូវឆ្លងកាត់ទេវតាប្រភពមុនគេបើទេវតាប្រភពឲ្យចូលទើបពលឹងទាំងឡាយនោះចូលមកបានឥឡូវថាទេវតាប្រភពអនុញ្ញាតឲ្យចូលតែត្រូវឆ្លងកាត់ទេវតាជំនាញផ្ទះនេះសិនបើទេវតាជំនាញផ្ទះនឹងអនុញ្ញាតឲ្យចូលបានទើបឯងមានសិទ្ធិចូលបានពលឹងទាំងឡាយនោះបើមិនដូច្នោះទេឯងនឹងត្រូវរឹតដៃជះរបស់ទេវតាជំនាញផ្ទះនោះ
បំផ្លាញភ្លាមព្រលឹងអស់នោះអានុភាពដ៏អស្ចារ្យនៃទេវតាជំនាញផ្ទះនេះមិនធម្មតាទេកូនទាំងឡាយព្រះនាងគឺជាទេវតាមួយអង្គមានកាតព្វកិច្ចថែរក្សាក្នុងផ្ទះមនុស្សលោកថែរក្សាសម្បត្តិមនុស្សលោកបណ្ដេញនៅព្រលឹងចិត្តសឹកទាំងឡាយដែលមាននៅក្នុងនគរកាយមនុស្សលោកមិនឲ្យមាននៅក្នុងសម្បកកាយមនុស្សទេបើទោះជាជប់ប្រណប់មានសភាវៈអាក្រក់ព្រលឹងព្រាយបិសាចអរៈផងទាំងពួងណាចង់ចូលមកជ្រៀតជ្រែកក្នុងផ្ទះចង់ធ្វើបាបផ្ទះក៏ទេវតាជំនាញផ្ទះហ្នឹងឲ្យសម្ដំឲ្យម្ចាស់ផ្ទះហ្នឹងលងលក់ស្កប់ស្កល់មិនឲ្យមានការព្រួយបារម្ភភ័យផុតអីទេណោះជំនាញផ្ទះចេញទៅទប់ទល់ជាមួយទេវតាប្រភូមិមិនឲ្យសភាវៈអាក្រក់ណាចូលមកក្នុងផ្ទះបានទេនេះរបៀបនៃការរៀបចំពីព្រោះមនុស្សលោកយើងនេះវាមានការប្រស្រ័យចាក់តងគ្នាជាមួយទេវៈល្អគឺពពួកទេវតាអស់ហ្នឹងគេណាដោយសារអីបានជាយើងត្រូវរៀបចំទេវតាជំនាញផ្ទះនិងគោរពពពួកទេវតានិងព្រះអាទិទេពដោយសារឋានៈឋានកណ្ដាលរបស់យើងវាមានព្រលឹងចិត្តសឹកដែលឈរកាន់ដោយព្រិបិសាចនឹងឯងនៅជាមួយយើងហ្នឹងបានជាយើងត្រូវគោរពពឹងផ្អែកទៅលើពពួកទេវតាអស់ហ្នឹងឲ្យមកជួយអភិរក្សថែរក្សាយើងអញ្ចឹងយើងមិនត្រូវមានការប្រមាថដោយប្រការណានោះទេណាចឹងសង្ឃឹមកូនតារាយល់ណាកូនដោយសុំមើលទំនួលទៀតលោកពុកកូនចង់ទៅពេលដែលយើងធ្វើឆ្លើយឲ្យតាអញ្ចឹងកូនរស្មីអីយល់ហើយណាកូនណារាល់ការបញ្ជូនកសលទៅដល់ព្រលឹងទាំងឡាយកូនខ្លាចអស់អានេះកសលរបស់កូននៅខំសំហ្នឹងមិនអស់ទេកូនរឹតតែទទួលបានកសលមកវិញច្រើនអាណិចអាណន់ណាស់កូនពីព្រោះកូនបានបញ្ជូនកសលទៅឲ្យព្រលឹងដែលបានចែកឋានពីមនុស្សមុនអាយុហ្នឹងធ្វើឲ្យព្រលឹងអស់លោកហ្នឹងបានរួចចាក់ផុតពីអបាយភូមិទាំង4ហើយមានឱកាសទៅជំរះកាយរបស់ខ្លួនទៅចាប់បដិសន្ធិបន្តជាតិជាមនុស្សវិញបានណាបានថាកូនមានកសលនឹងរាប់រយត្រឡប់មកវិញហើយគ្រប់មនុស្សលោកដែលអាចបញ្ជូនឲ្យព្រលឹងទាំងឡាយរួចចាក់ផុតពីអបាយភូមិទាំងបានលុះត្រាតែសិលរបស់ខ្លួនដែលកំពុងបញ្ជូននឹងជាសិលបរិសុទ្ធលុះត្រាតែសភាវៈធម្មជាតិនៅក្នុងខ្លួនទាំង5របស់យើងនឹងពោពេញទៅដោយភាពបរិសុទ្ធផងដែរវាមិនមានចិត្តសឹកណាមួយនៅឃុំក្រងក្នុងធម្មជាតិទាំង5របស់ខ្លួនទេតែបើសិនជាធម្មជាតិទាំង5នៅក្នុងខ្លួនរបស់យើងមិនមានសិលគ្រប់គ្រាន់ពោពេញទៅដោយចិត្តសឹកនៅចងរឹតក្នុងធម្មជាតិទាំង5ទេអញ្ចឹងការបញ្ជូនការខំប្រឹងទាំងឡាយក្នុងការដោះលែងព្រលឹងឲ្យបានរួចចាកផុតពីអបាយភូមិនេះក៏នឹងពិបាកផងដែរណាកូនពីព្រោះវាអត់មានសិលឯណាបរិសុទ្ធក្នុងការចម្លងឲ្យព្រលឹងទាំងអស់នោះរួចផុតពីអបាយភូមិនោះដើម្បីចម្លងព្រលឹងទាំងឡាយឲ្យរួចផុតពីអបាយភូមិទាំង4ទៅបានវានោះថាមានសិលបរិសុទ្ធដែលកើតចេញពីផ្លូវមនុស្សលោកនេះកំពុងធ្វើហ្នឹងដោយពិតប្រកបកូនទាំងឡាយត្រូវយល់អញ្ចឹងណាហើយចុះមកក្នុងខ្លួនយើងពោពេញទៅដោយចិត្តសឹកការបញ្ជូនកសលបញ្ជូនសិលទៅឲ្យនោះគឺសិលមិនបរិសុទ្ធធ្វើម៉េចនឹងអាចឲ្យព្រលឹងរួចចាក់ផុតពីអបាយភូមិទៅបានចឹងហើយបានគេបង្កើតឲ្យមានលោកបួសតាមវត្តពីព្រោះលោកគ្រប់អង្គតំណាងឲ្យនាគបរិសុទ្ធឃើញទេតំណាងឲ្យបុគ្គលបរិសុទ្ធដែលជាការជាទីពឹងផ្អែករបស់មនុស្សជាតិទាំងឡាយឧបាសកទាំងឡាយហ្នឹងឃើញទេចឹងហើយបានជាគេបង្កើតរដូវជុំបានរដូវបោះបាយបានដើម្បីអីដើម្បីបញ្ជូនកសលហ្នឹងទៅញាតិញោមពុទ្ធបរិស័ទទាំងឡាយពេលខ្លះគាត់មិនមានសិលនៅក្នុងខ្លួនបរិសុទ្ធទេគឺពឹងផ្អែកទៅលើសាវកជាអ្នកបួសមានសិលបរិសុទ្ធក្នុងខ្លួនដើម្បីឲ្យអ្នកសិលមានសិលបរិសុទ្ធហ្នឹងឧទ្ទិសកុសលហ្នឹងដោយយកភាពបរិសុទ្ធរបស់ខ្លួនដែលបានបួសហ្នឹង
បញ្ជូនទៅដល់ព្រលឹងនោះទើបព្រលឹងទទួលបាននូវសិលបរិសុទ្ធនឹងរួចចាក់ផុតពីអបាយភូមិហ្នឹងឃើញទេអញ្ចឹងលោកឧទ្ទិសលោកវេយ៉ាងកាញ់ផងអីផងទៅព្រលឹងហ្នឹងរួចចាក់ផុតទៅហើយកសលហ្នឹងគឺបានមកដល់យើងល្អណាស់បានទាំងលោកដែលជួយកំពុងធ្វើកិច្ចហ្នឹងក៏បានម្ចាស់ទានឧបាសិកាបាសកដែលទៅពឹងផ្អែកពឹងពាក់លើលោកឲ្យជួយនឹងក៏បានកសលកាន់បានច្រើនជ្រះថ្លាជំរុះអស់អាសភាវៈចិត្តសិទ្ធិដែលធ្លាប់នៅក្នុងខ្លួននោះវាសាបបន្តិចម្ដងដោយអំណាចកសលបុណ្យរបស់យើងដែលខំប្រឹងសន្សំហ្នឹងឃើញទេអញ្ចឹងកូនត្រូវស្គាល់អំពីរបៀបនៃការធ្វើបន់ធ្វើកសលធ្វើអីហ្នឹងឲ្យបានច្បាស់លាស់មិននេះទេណាពិតណាស់នៅក្នុងធម្មជាតិទាំង5របស់មនុស្សវាមិនមែនអាក្រក់ទាំងអស់ទេអ្វីที่បាត់ថាសភាវៈចិត្តសឹកទៅចងរូបរិទ្ធជាចំណង5ប្រការធ្វើជារនាំងរារាំងធម្មជាតិទាំង5របស់យើងក៏ដោយក៏នៅក្នុងធម្មជាតិទាំង5នោះគឺមានធម្មជាតិមួយគឺធម្មជាតិចេតធម្មជាតិចេតពុទ្ធរបស់យើងនឹងមានកាយចំនួន25រូបនោះមានរូប25រូបហើយក្នុងនោះក៏នៅមានសភាវៈចេតពុទ្ធរូបទាំងឡាយនោះនៅសល់ល្អជាច្រើនដែលយើងដឹងខុសដឹងត្រូវរាល់ថ្ងៃគឺដឹងពីការជំរុញដោយសភាវៈចេតពុទ្ធហ្នឹងឯងឃើញទេពីប្រលឹងហ្នឹងជំរុញផ្ដល់មកឲ្យធម្មជាតិបញ្ញានឹងនៅឲ្យយើងនៅដឹងគិតទៅដឹងខុសដឹងត្រូវនៅឡើយតែបើធម្មជាតិចេតពុទ្ធទាំង25រូបត្រូវចិត្តទឹកគ្រប់គ្រងបានទាំងអស់ហើយបញ្ញាអត់មានអីត្រូវធ្វើទៀតទេចប់ឈឹងលែងដឹងអីទាំងអស់បាត់ធម្មជាតិបញ្ញានេះអត់មានធ្វើអីកើតទេអញ្ចឹងទៅខំតកូនណាយល់ណាពីទៅវាហ្នឹងរស្មីចាអរគុណលោកពុកណាដែលបានប្រាប់កូនថាទុកណែហៀតេលោកឪកូនបានធ្វើពិធីបញ្ជូនព្រលឹងឲ្យអ្នកម្ដាយរបស់កូនរួចហើយនឹងបានធ្វើមួយសិលដែរយប់ឡើងកូនបានទៅបានឃើញគាត់បាននិយាយថាម៉ែជួសរោមយូរហើយឥឡូវម៉ែបានជាហើយនឹងតែគាត់ឲ្យដឹងហើយគាត់រួចចាក់ផុតហើយចឹងនោះផុតពីការចងគម្រាមទាំងឡាយហើយសម័យព្រៃវែងលោកឪយកមិញកូនតបិនឃើញសុទ្ធតែគ្រូមុនអាគមលោកឪឥឡូវអ្នករៀនមុនអាគមទាំងឡាយច្រើនតែគាត់អត់ដឹងណាគាត់ចង់ចេះគាត់ចង់ខ្លាំងពូកែគាត់ភ្លេចគិតថាដើម្បីរៀនខ្លាំងពូកែនឹងទៅបានយើងគួរសម្របចិត្តសម្របខ្លួនប្រតិបត្តិខ្លួនឲ្យមានសិលបរិសុទ្ធឬយ៉ាងម៉េចគាត់អត់ដឹងទេឥឡូវគាត់តាមតគ្នាដោយការរៀនអានោះបបាក់នៃមើលឃើញទេរៀបច្បងគ្រូខ្លះគាត់កាន់មិនបានយល់គាត់ពឹងផ្អែកទៅលើបារមីអីណាសមោឈានអីចេះចុះចឹងទៅមិនដឹងសមោឈានពីខាងណាខាងណីមកទេឲ្យគាត់សូត្រឡើងសិតតែភាសាចេញមកភាសាបិសាចមហន្ត្រាកវរន្តោបហរន្តអារន្ធូនោះគេដែរនឹងភាសាឋានហ្នឹងភាសាព្រាវិសាចហ្នឹងឯងផ្លូវនេះសិតតែផ្លូវដែលលោកឪដើរឆ្លងកាត់រួចមកហើយហើយក៏បានយល់ដឹងយ៉ាងច្បាស់នៅរឿងទាំងអស់នេះទើបលោកឪយកមកចែករំលែកហ្នឹងឃើញដែរអញ្ចឹងគ្រូអស់ហ្នឹងគាត់ដើរក្រោយលោកឪគាត់ពឹងផ្អែកទៅលើបារមីសមោឈាននេះសមោឈាននោះគាត់អត់យល់សមោឈាននោះមកពីណាគាត់អត់ដឹងឋានកណ្ដាលមួយហ្នឹងវិជាឋានមនុស្សរស់នៅហើយបន្ទាប់ពីមនុស្សរស់នៅមានស្អីគឺប្រលឹងដែលស្លាប់ពីមនុស្សលោកជាច្រើននឹងឯងនៅពីវាការប្រឡំយើង
ឲ្យយើងគិតថាជាសមោឈាននេះសមោឈាននោះហ្នឹងមិនក៏គាត់អត់គិតអាហ្នឹងពុទ្ធឋានកណ្ដាលមួយនេះវាអត់មានពពួកអាទិទេពទេវតាណាមកចេះតែចុះមកនៅផ្ដេសផ្ដាស់ឋានមនុស្សលោកទេ